បងប្អូននេះគឺជាមណ្ឌលវប្បធម៌នៃខេត្តសៀមរាបបើបងប្អូនបានមកលេងនៅខេត្តសៀមរាបកុំភ្លេចចូលមកលេងនៅមណ្ឌលភូមិវប្បធម៌ក្នុងខេត្តសៀមរាបហើយឥឡូវគេបានបដូរឈ្មោះទៅជាសួនបៃតងអង្គរតែបងប្អូនចូលមកកន្លែងនេះមកគឺមានរូបស្អាតណាស់បងប្អូនហើយនៅក្នុងមន្ទីរកន្លែងនេះគេបានសាងសង់រូបសំណាកព្រះបាទអង្គឌួងធ្វើអំពីកមួនសុទ្ធបងប្អូនមើលទៅដូចរូបភាពពិតចឹងដំបូងខ្ញុំច្រឡំស្មានតែជារូបពិតតែដល់មកចិត្តទៅទើបឃើញអក្សរគេដាក់នេះគេថាជារូបសំណាកអីចឹងធ្វើអំពីកមួននេះគឺជាប្រវត្តិរបស់ព្រះអង្គព្រះបាទអង្គឌួងដែលលោកបានមានស្នាប្រហ័សក្នុងរឿងអីផ្សេងអញ្ចឹងណាបងប្អូនមើលទៅរូបនេះ